ឯកឧត្តមរដ្ឋមន្ត្រីនេតភក្ត្រាជួបពិភាក្សាការងារជាមួយក្រុមហ៊ុន Infinity Sport ផ្ដោតលើការលើកកម្ពស់វិស័យកីឡាតាមរយៈសារព័ត៌មានដោយការពង្រឹងសមត្ថភាពរាយការណ៍និងការសរសេរព័ត៌មានអាចគ្របដណ្ដប់បានគ្រប់ជ្រុងជ្រោយនៃព្រឹត្តិការណ៍កីឡាឯកឧត្តមនេតភក្ត្រារដ្ឋមន្ត្រីក្រសួងព័ត៌មានបានទទួលជួបពិភាក្សាការងារជាមួយលោក ST Erasu នាយកក្រុមហ៊ុន Infinity Sport ធ្វើអាជីវកម្មស្ដីពីការរៀបចំនិងគ្រប់គ្រងព្រឹត្តិការណ៍កីឡានៅព្រឹកថ្ងៃទី5ខែកុម្ភៈឆ្នាំ2026នៅទីស្តីការក្រសួងដោយផ្ដោតសំខាន់លើការពង្រឹងសមត្ថភាពនិងផ្ដល់ការយល់ដឹងឲ្យបានច្បាស់លាស់ដល់អ្នកសារព័ត៌មានដែលធ្វើការនៅក្នុងវិស័យកីឡាលោក ST Erasu បានជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មានថាក្រុមហ៊ុន Infinity Sport គឺជាក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិតដែលបង្កើតនៅដើមឆ្នាំ2024និងមានកម្មវត្ថុអាជីវកម្មស្ដីពីការរៀបចំនិងគ្រប់គ្រងព្រឹត្តិការណ៍កីឡាជាគោលបច្ចុប្បន្នក្រុមហ៊ុនបានរៀបចំផែនការប្រចាំឆ្នាំ2026ដែលក្នុងផែនការនោះក្រុមហ៊ុនក្រុងរៀបចំសិក្ខាសាលាមួយដែលមានគោលបំណងពង្រឹងសមត្ថភាពរាយការណ៍និងសរសេរអត្ថបទព័ត៌មានដែលអាចគ្របដណ្ដប់បានគ្រប់ជ្រុងជ្រោយនៃព្រឹត្តិការណ៍ក្នុងសិក្ខាសាលាស្ដីពីអ្នកសារព័ត៌មានក្នុងវិស័យកីឡានោះក៏មានគ្រូឧទ្ទេសដែលមានបទពិសោធន៍ជាង1ទសវត្សរ៍និងធ្លាប់ទទួលបានពានរង្វាន់ The Star ប្រចាំប្រទេសម៉ាឡេស៊ីចំនួន2លើកដូច្នេះតាមរយៈកិច្ចពិភាក្សាជាមួយឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មានគឺក្រុមហ៊ុនចង់ឲ្យអ្នកប្រកបអាជីពក្នុងវិស័យព័ត៌មានទាំងអ្នកសរសេរព័ត៌មានអ្នកថតរូបនិងអ្នកអត្ថាធិប្បាយឲ្យក្តាប់ឲ្យបានយល់ច្បាស់ពីប្រភេទកីឡានីមួយៗដើម្បីងាយស្រួលក្នុងការធ្វើអត្ថាធិប្បាយនិងសរសេរព័ត៌មានតាមរយៈកិច្ចការងារនេះក្រុមហ៊ុនបានស្នើការគាំទ្រនិងកិច្ចសហការពីក្រសួងព័ត៌មានដើម្បីរៀបចំជាសិក្ខាសាលាដើម្បីពង្រឹងនិងលើកកម្ពស់សមត្ថភាពដល់អ្នកសារព័ត៌មានក្នុងវិស័យកីឡាឯកឧត្តមរដ្ឋមន្ត្រីនេតភក្ត្រាបានសម្ដែងនឹងការគាំទ្រនិងផ្ដល់អ្នកជំនាញធ្វើកិច្ចសហការជាមួយក្រុមហ៊ុន Infinity Sport ដើម្បីរៀបចំសិក្ខាសាលាក្នុងការពង្រឹងនិងលើកកម្ពស់សមត្ថភាពដល់អ្នកសារព័ត៌មានឲ្យបានយល់ដឹងច្បាស់ពីការសរសេរថតនិងអត្ថាធិប្បាយបានត្រឹមត្រូវតាមប្រភេទកីឡានីមួយៗនៅពេលមានការរៀបចំព្រឹត្តិការណ៍កីឡាផ្សេងៗ